ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយករបបអាហារទាំង3ពេលដែលជាវិធីមួយជួយឲ្យយើងបានគេងលក់ស្រួលឬក៏អាចឲ្យដំណេកយើងបានល្អជាងមុនអូខេអញ្ចឹងខ្ញុំជឿថាអ្នកនរគ្នាធ្លាប់ដឹងរួចមកហើយតាក់ទងទៅនឹងកន្លឹះខ្លះដែលជួយឲ្យយើងនឹងគេងលក់ស្រួលដូចជាយើងអាចកំណត់ម៉ោងចូលគេងបិទឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទកុំព្យូទ័រមុនចូលគេងហើយយើងនឹងព្យាយាមសម្រាកឲ្យបាន7ទៅ8ម៉ោងឬក៏9ម៉ោងក្នុងមួយយប់នេះគឺជាអ្វីដែលយើងអាចថាដឹងទូទៅប៉ុន្តែទន្ទឹមនេះដែររបបអាហារក៏វាសំខាន់ដែរអ្នកនរគ្នានៅពេលអ្នកគ្នាគេងអត់សូវលក់ឬក៏មានបញ្ហាដំណេកវាក៏អាចមកពីអាហារដែលយើងញ៉ាំផងដែរអញ្ចឹងចំពោះពេលព្រឹកតាមរយៈការសិក្សាជ្រាវរបស់គ្រូពេទ្យជំនាញបានណែនាំថាស៊ុតជាអាហារពេលព្រឹកដ៏ល្អបំផុតព្រោះវាជាប្រភពប្រូតេអ៊ីនយើងអាចញ៉ាំស៊ុតអមជាមួយនឹងផ្លែឈើនិងគ្រាប់ល្ពៅការចាប់ផ្ដើមពេលព្រឹកជាមួយអាហារដែលមានតុល្យភាពនឹងជួយឲ្យថាមពលរបស់យើងស្ថិតស្ថេរនិងខួរក្បាលផ្ដោតទៅលើកិច្ចការអ្វីមួយបានល្អក្រៅពីស៊ុតនៅពេលព្រឹកយើងអាចញ៉ាំដូចជាផ្លែបឺរព្រោះវាសម្បូរទៅដោយខ្លាញ់ល្អនិងម៉ាញ៉េស្យូមជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពមួយវិញទៀតយើងក៏អាចធ្វើការញ៉ាំគ្រាប់អាល់ម៉ុនឬគ្រាប់ពៅដែលជាប្រភពម៉ាញ៉េស្យូមល្អសម្រាប់ការបន្ថយភាពតានតឹងនិងជំរុញដល់ការផលិតមេឡាតូនីនហើយទឹកដោះគោជូរក៏ជាអាហារបំប៉នពោះវៀនដែលជួយពង្រឹងទំនាក់ទំនងរវាងពោះវៀននិងខួរក្បាលអញ្ចឹងនេះគឺជាអាហារនៅពេលព្រឹកដែលអ្នកទាំងអស់គ្នាគួរតែទម្លាប់ញ៉ាំចំពោះនៅពេលថ្ងៃត្រង់វិញវិជ្ជបណ្ឌិតក៏គាត់បានណែនាំផងដែរថាយើងត្រូវជ្រើសរើសអាហារដែលមានសមត្ថភាពជួយចិញ្ចឹមខួរក្បាលរបស់យើងនិងកាត់បន្ថយការរលាកដូចជាត្រីដែលមានជាតិខ្លាញ់និងបន្លែស្រស់ៗយើងអាចញ៉ាំត្រីសាម៉ុងឬត្រីសាឌីនសម្បូរទៅដោយអូមេហ្គា3ឬក៏យើងអាចហៅថាអូមេហ្គា3និងវីតាមីន D ដែលវាជួយឲ្យយើងគេងលក់ស្រួលហើយសណ្តែកដីផ្ដល់ជាតិសរសៃវីតាមីន D និងម៉ាញ៉េស្យូមជួយឲ្យដំណេកមានគុណភាពល្អប្រសើរហើយផ្លែប៉េងប៉ោះមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសរសៃឈាមបេះដូងនិងជំរុញរយៈពេលយើងគេងអញ្ចឹងនេះគឺជាអាហារដែលយើងគួរតែញ៉ាំនៅពេលថ្ងៃអញ្ចឹងចំពោះពេលល្ងាចវិញអញ្ចឹងអាហារពេលល្ងាចគឺក៏សំខាន់ផងដែរដើម្បីឲ្យដំណេករបស់អ្នកនរគ្នាគេងលក់បានល្អហើយស្រួលអញ្ចឹងអាហារដែលគួរញ៉ាំនៅពេលល្ងាចគឺយើងគួរញ៉ាំអាហារដែលមានប្រូតេអ៊ីនដូចជាយើងអាចញ៉ាំអាហារទាំងអស់ហ្នឹងជាមួយនឹងប៉េងប៉ោះហើយយើងអាចមានជាស៊ុបក្តៅបន្ទាប់មកយើងអាចធ្វើការញ៉ាំផ្លែគីវីឬក៏ផ្លែឈើទុំផ្សេងអាហារដែលជួយរាងកាយនិងធ្វើឲ្យយើងគេងលក់ស្រួលយើងអាចញ៉ាំមួយទៀតផងដែរគឺប្រភេទស្លឹកបៃតងចាស់យើងអាចហៅថា spinach Swiss chard ឬក៏យើងអាចមើលបន្លែណាដែលមានពណ៌បៃតងចាស់អញ្ចឹងអាហ្នឹងក៏វាជាប្រភេទបន្លែដែលជួយឲ្យយើងគេងលក់ស្រួលផងដែរព្រោះបន្លែទាំងអស់ហ្នឹងវាមានម៉ាញ៉េស្យូមនិងជាតិដែកហើយយើងក៏អាចធ្វើការញ៉ាំគ្រាប់ធញ្ញជាតិដែលវាជួយស្រូបយកទីពផានដើម្បីផលិតនៅសេរ៉ូតូនីនយើងក៏អាចធ្វើការញ៉ាំផ្លែស្ទ្រូប៊េរីនិងផ្លែគីវីដែលវាជាសារធាតុមួយប្រឆាំងនឹងអុកស៊ីតកម្មហើយយើងក៏អាចធ្វើការញ៉ាំទឹកដោះគោផងដែរអ្នកនាងនៅពេលល្ងាចដើម្បីជួយឲ្យស្មារតីយើងបានល្អអូខេអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាយកអត្ថបទនេះជាចំណេះដឹងមួយដើម្បីឲ្យសុខភាពយើងបានល្អក៏ដូចជាដំណេកយើងល្អជាងមុនអរគុណជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយក6អាហារដែលជួយកាត់បន្ថយ stress ក៏ដូចជាសម្ពាធរបស់យើង
ចឹងថាអាហារទាំង6មានអីខ្លះអស់តាមណានជាមួយយើងខ្ញុំទាំងអស់គ្នាអញ្ចឹងដូចយើងដឹងហើយថានៅពេលដែលយើងធ្វើការឬក៏មានបញ្ហាថប់អារម្មណ៍តប់ប្រមល់អីមួយអឺវាគឺស្ថិតនៅក្នុងចិត្តរបស់យើងអញ្ចឹងវាអាចមកពីកន្លែងការងារឬក៏មកពីគ្រួសារឬក៏មកពីរឿងអីមួយអញ្ចឹងបើគ្មានវិធីព្យាបាលទេយូរៗទៅវានឹងអាចបង្កជាជំងឺផ្លូវចិត្តហើយវាធ្វើឲ្យយើងគេងមិនលក់អញ្ចឹងនៅពេលដែលយើងគេងអត់លក់ឬក៏មានបញ្ហាទាំងអស់ហ្នឹងវាធ្វើឲ្យយើងអាចឆាប់បាក់ទឹកចិត្តឬក៏មានបញ្ហាតប់ប្រមល់តានតឹងហ្នឹងទៅអញ្ចឹងទន្ទឹមនឹងតាមការស្រាវជ្រាវក៏គេបានបញ្ជាក់ផងដែរថាមានអាហារចំនួន6ប្រភេទគឺថាដែលអាចជួយឲ្យយើងហ្នឹងកាត់បន្ថយភាពតានតឹងឬក៏ភាពថប់អារម្មណ៍នោះបានអញ្ចឹងអាហារប្រភេទទី1គឺទឹកដោះគោជូរអញ្ចឹងទឹកដោះគោជូរយើងអាចថាវាគឺជាអាហារមួយដ៏ល្អសម្រាប់ពោះវៀននិងខួរក្បាលរបស់យើងដោយសារតែទឹកដោះគោជូរមានទុកសារធាតុprobiotic ដែលជួយលម្អជួយកែលម្អជួយសម្រួលសុខភាពពោះវៀនយើងហើយវាជួយសម្រួលដល់ការថប់បារម្ភនឹងធ្វើឲ្យយើងមានភាពរីករាយជាងមុនអញ្ចឹងទឹកដោះគោជូរល្អអញ្ចឹងទី2គឺត្រីខ្ញុំគិតថាត្រីយើងងាយស្រួលរកមែនតើដោយសារតែត្រីវាមានជាតិខ្លាញ់វាអាចជួយកាត់បន្ថយបញ្ហាផ្លូវចិត្តជាពិសេសការថប់បារម្ភតែម្ដងយើងអាចធ្វើការញ៉ាំត្រីសាម៉ង់ត្រីម៉ាកែឬត្រីសាឌីនដែលវាល្អសំពៅផ្លូវអារម្មណ៍របស់យើងចំពោះខ្លាញ់ត្រីទាំងនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3ដែលជួយដល់សុខភាពខួរក្បាលនិងកាត់បន្ថយការរលាកដែលតាក់ទងទៅនឹងការថប់អារម្មណ៍និងជំងឺធ្លាក់ទឹកចិត្តអញ្ចឹងចំពោះអាហារទី4គឺផ្លែចេកអញ្ចឹងក៏ផ្លែចេកយើងក៏ងាយស្រួលរកដែរនៅក្នុងប្រទេសកម្ពុជាយើងផ្លែចេកវាមានថាមពលនៃប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមនិងផ្ដល់ឲ្យអារម្មណ៍យើងបានសម្រាកស្ងប់ហើយផ្លែចេកនេះក៏ជាអាហារសម្រន់ដ៏ល្អមួយដើម្បីរងាប់សរសៃប្រសាទក្នុងខួរក្បាលនិងផ្លូវចិត្តយើងបានផងដែរអញ្ចឹងចំពោះទី4គឺទឹកអូខេអញ្ចឹងទឹកគឺវាល្អមែនតើសម្រាប់យើងមិនថាសម្រាប់សុខភាពមិនថាសម្រាប់ផ្លូវកាយផ្លូវអារម្មណ៍គឺវាល្អមែនទែនទឹកដោយសារការផឹកទឹកទឹកធម្មតាយើងគួរតែផឹកឲ្យបាន3លីត្រក្នុងមួយថ្ងៃព្រោះថានៅពេលដែលយើងផឹកទឹកបានច្រើនវាជួយបន្សាបជាតិពុលក្នុងរាងកាយសម្រួលដល់ការរំលាយអាហារសម្រួលដល់ចរន្តឈាមនិងជួយកម្ចាត់សារធាតុដែលបង្កប៉ះពាល់ដល់ផ្លូវចិត្តអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចព្យាយាមញ៉ាំទឹកឲ្យបានច្រើនយ៉ាងហោចណាស់ឲ្យបាន3លីត្រក្នុងមួយថ្ងៃអញ្ចឹងចំពោះអាហារទី5គឺផ្លែអាឡឹកអញ្ចឹងបើយើងយោងតាមគេហទំព័រ Testohome គាត់បានណែនាំថាផ្លែអាឡឹកគឺសម្បូរដោយវីតាមីន A និងវីតាមីន C ដែលវីតាមីនទាំងអស់នេះវាប្រឆាំងទៅនឹងអុកស៊ីតកម្មក្នុងរាងកាយរបស់យើងហើយជាពិសេសគឺវាសម្បូរដោយជាតិទឹកដែលជួយធ្វើឲ្យយើងត្រជាក់មានថាឲ្យយើងស្រស់ស្រាយក្នុងរាងកាយរបស់យើងអញ្ចឹងចំពោះទី6គឺកាហ្វេអញ្ចឹងជាតិកាហ្វេក៏ធ្វើឲ្យអារម្មណ៍យើងល្អដែរហើយជាពិសេសវាអាចជួយដាស់ស្មារតីរបស់យើងហើយបើសិនបើយើងធ្វើការផឹកវានៅពេលព្រឹកវាអាចរំញោចផ្ដល់ថាមពលផ្លូវចិត្តយើងបានលឿនអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺអាចនឹងជួយអ្នកនរគ្នាក៏ដូចជាកន្លឹះមួយដើម្បីអ្នកនរគ្នាធ្វើការញ៉ាំអាហារទាំង6ដែលខ្ញុំបានរៀបរាប់ខាងលើហើយអត្ថបទនេះគឺខ្ញុំដកស្រង់ចេញពី Health Cambodia ដោយត្រីសុភាពបាទអរគុណជួបគ្នានៅអត្ថបទបន្ទាប់បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកប្រភេទផ្លែឈើចំនួន3ប្រភេទដែលជួយការពារសម្រស់យើងឲ្យបានស្រស់ស្អាតដូចអ្នកគ្នាដឹងហើយថារៀងរាល់ថ្ងៃការញ៉ាំរបស់យើងគឺពីច្រើនអាចអត់បានគ្រប់គ្រាន់អត់បានល្អហើយអាហារដែលយើងញ៉ាំវាអាចសម្បូរដោយជាតិខ្លាញ់ឬក៏ប្រៃឬក៏ផ្អែមលើសអញ្ចឹងអាហ្នឹងវាអាចធ្វើឲ្យសុខភាពរបស់យើងឬក៏សម្រស់របស់យើងធ្លាក់ចុះទៅតាមហ្នឹងអញ្ចឹងទន្ទឹមនេះដែរយើងគួរតែញ៉ាំអាហារចំនួន3ផ្លែឈើចំនួន3ដើម្បី
ជួយកាត់បន្ថយឬក៏ជួយសុខភាពយើងក៏ដូចជាសម្រស់យើងឲ្យបានល្អអញ្ចឹងចំពោះផ្លែឈើទី1គឺផ្លែក្រូចដោយសារតែផ្លែក្រូចមានផ្ទុកនៅវីតាមីន C ដែលវាជួយប្រឆាំងនឹងអុកស៊ីតកម្មហើយព្រមទាំងវាផ្ដល់អត្ថប្រយោជន៍ដល់ស្បែកនិងសម្រស់របស់យើងឲ្យកាន់តែក្មេងជាងវ័យផងដែរដោយសារតែវីតាមីន C នេះហើយវាជួយជំរុញផលិតនៅ collagen និងប្រឆាំងការខូចខាតពីកាំរស្មី UV នៃពន្លឺព្រះអាទិត្យបានយ៉ាងល្អអញ្ចឹងបើអ្នកមានបញ្ហាកាពះយើងគួរកុំហូបផ្លែក្រូចច្រើនពេកព្រោះដោយសារតែផ្លែក្រូចវាមានជាតិអាស៊ីតច្រើនចំពោះផ្លែឈើទី2ដែលអ្នកគួរញ៉ាំគឺផ្លែទទឹមអ្នកញ៉ាំផ្លែទទឹមក៏មិនខុសបំណងនោះទេព្រោះវាមានជាតិទឹកច្រើនកុំឲ្យរាងកាយយើងខ្វះទឹកអញ្ចឹងនៅពេលដែលយើងញ៉ាំផ្លែទទឹមបានច្រើនវាជួយបំពេញនៅសារពាង្គកាយយើងនៅពេលដែលយើងខ្វះជាតិទឹកដោយសារតែផ្លែទទឹមវាមានសារធាតុ polyphenol ដែលដើរតួប្រឆាំងនឹងអុកស៊ីតកម្មហើយវាជួយឲ្យស្បែកយើងមានសុខភាពល្អមិនចាញ់វីតាមីន C នោះទេអូខេអញ្ចឹងទី2គឺផ្លែទទឹមបន្លែផ្លែទី3ខ្ញុំគិតថាយើងងាយស្រួលរកគឺផ្លែបឺអញ្ចឹងបើសិនបើអ្នកចង់បានសម្រស់ស្អាតក្មេងជាងវ័យអាយុវែងយើងមិនគួរមើលរំលងផ្លែបឺនោះទេដោយសារតែផ្លែបឺសម្បូរដោយជាតិខ្លាញ់ល្អមានជាតិប្រូតេអ៊ីននិងវីតាមីនដើម្បីជំនួយដល់ថាមពលនិងសម្រស់ហើយវាជាពិសេសវាក៏ជួយសម្រកខ្លាញ់អាក្រក់បានផងដែរបន្ថែមពីនេះទៅទៀតប្រូតេអ៊ីននៅក្នុងផ្លែបឺជួយទ្រទ្រង់រចនាសម្ព័ន្ធ collagen និង elastin នៅក្នុងស្បែករបស់អ្នកបានល្អអញ្ចឹងផ្លែឈើទាំង3នេះគឺជាផ្លែឈើសំខាន់ដែលអ្នកនរគ្នាមិនគួរមើលរំលងហើយគួរតែញ៉ាំដើម្បីបង្កើននៅសម្រស់ក៏ដូចជាសុខភាពយើងបានល្អបាទអរគុណអ្នកនរគ្នាសម្រាប់ការតាមដានជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាយបាយបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយក5អាហារដែលជួយសម្រស់គីឡូយើងបានលឿនអញ្ចឹងសម្រាប់អាហារទី1គឺស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីននិងខ្លាញ់ល្អវាជួយឲ្យរាងកាយយើងមានអារម្មណ៍ឆ្អែតបានយូរមិនងាយធ្វើឲ្យយើងឆាប់ឃ្លាននិងជួយកាត់បន្ថយជាតិខ្លាញ់ដែលលើសការទទួលស៊ុតនៅពេលព្រឹកអាចផ្ដល់ថាមពលនិងជួយឲ្យយើងគ្រប់គ្រងទម្ងន់បានប្រសើរអញ្ចឹងចំពោះអាហារទី2គឺតែបៃតងគឺជាភេសជ្ជៈដែលមានសារធាតុជួយជំរុញប្រព័ន្ធរំលាយអាហាររំលាយខ្លាញ់ដែលលើសនិងកាត់បន្ថយខ្លាញ់ដែលកើតឡើងថ្មីការផឹកតែបៃតងជារៀងរាល់ព្រឹកមិនត្រឹមតែជួយបន្ថយទម្ងន់នោះទេប៉ុន្តែថែមទាំងផ្ដល់ឲ្យអារម្មណ៍យើងស្រស់ស្រាយនិងការពារសុខភាពយើងផងដែរអញ្ចឹងចំពោះអាហារទី3គឺ oats អញ្ចឹងអាហ្នឹងបើតាមបរទេសយើងអាចហៅ oats ប៉ុន្តែខ្មែរយើងអាចហៅថាប្រភេទស្រូវសាលីដែរអ្នកគ្នាដូចអ្នកគ្នាឃើញរូបនេះអញ្ចឹងអាហ្នឹងយើងអាចរកនៅតាមម៉ាតអូខេអញ្ចឹងអាហ្នឹងវាលក្ខណៈដូចរបៀបម្សៅអញ្ចឹងតែយើងអាចកូរវាយកធ្វើជាបបរឲ្យបានញ៉ាំជាមួយផ្លែឈើឲ្យបានអញ្ចឹងអូតគឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃដែលជួយឲ្យពោះវៀនដំណើរការបានល្អនិងបង្កើនអារម្មណ៍ឆាប់ឆ្អែតវាអាចជួយកាត់បន្ថយការញ៉ាំលើសនិងកាត់បន្ថយខ្លាញ់ក្បាលពោះអ្នកអាចធ្វើជាអូតមៀលឬបន្ថែមនៅក្នុង smoothie ពេលព្រឹកបានអញ្ចឹងអាហ្នឹងគឺល្អផងដែរវាធ្វើឲ្យយើងឆាប់ឆ្អែតចំពោះអាហារទី4គឺទឹកដោះគោជូរដែលយើងអាចហៅថាយើងអាចញ៉ាំប្រភេទ yogurt អញ្ចឹងសុខភាពពោះវៀនមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ yogurt ឬក៏ទឹកដោះគោជូរអាចជួយសម្រួលប្រព័ន្ធរំលាយអាហារនិងកាត់បន្ថយការកើនឡើងទម្ងន់ការទទួលទានវាជារៀងរាល់ថ្ងៃអាចជួយឲ្យដំណើរការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាពចំពោះប្រភេទទី4គឺផឹកទឹកក្តៅអញ្ចឹងអានេះគឺងាយស្រួលមែនទែនអ្នកទាំងអស់គ្នាអញ្ចឹងការផឹកក្តៅចំពោះការផឹកទឹកក្តៅបើទោះជាវាមិនមែនជាអាហារក៏ដោយការផឹកទឹកក្តៅអូនមួយកែវនៅពេលព្រឹកមុនពេលទទួលទានអាហារគឺជាវិធីងាយៗក្នុងការជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អជាពិសេសវាក៏អាចជួយបណ្ដេញជាតិខ្លាញ់លើសនិងបង្កើតភាពស្រស់ស្រាយប្រចាំថ្ងៃផងដែរអញ្ចឹងសង្ឃឹមថាអត្ថបទនេះអ្នកទាំងអស់គ្នាអាចព្យាយាមអនុវត្តវាដើម្បីអាចថែរក្សាសុខភាពយើងនិងទម្ងន់យើងឲ្យបានល្អជួបគ្នានៅអត្ថបទបន្តបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយក
4 អាហារដែលយើងញ៉ាំទៅវាអាចធ្វើឲ្យកលៀនយើងឆាប់ខូចឬក៏អាចធ្វើឲ្យកលៀនយើងហ្នឹងវាមានបញ្ហាអញ្ចឹងធម្មតាការញ៉ាំរបស់យើងវាតែងតែវាមានជាតិប្រៃផ្អែមអញ្ចឹងវាមានច្រើនហើយយើងដឹងថាអាហារដែលយើងញ៉ាំដែលយើងរាល់ថ្ងៃយើងគិតថាវាល្អចំពោះសុខភាពយើងប្រសិនបើយើងមានសុខភាពខ្សោយហើយយើងអត់បានញ៉ាំអាហារពេលព្រឹកនិងហូបអាហារមិនល្អសុខភាពយើងអាចកាន់តែមានបញ្ហាឬក៏បាក់ទើសដើមនិយាយទៅប្រសិនបើអ្នកខ្លះគាត់ខូចព្រលានដែលអត់ដឹងខ្លួនអញ្ចឹងដោយសារអីដោយសារតែគាត់បានញ៉ាំអាហារហើយអាហារទាំងអស់ហ្នឹងវាអត់ល្អអញ្ចឹងថ្ងៃហ្នឹងខ្ញុំលើកយក4អាហារអញ្ចឹង4អាហារទាំងអស់ហ្នឹងដែលធ្វើឲ្យយើងមានបញ្ហាព្រលានទី1គឺអាហារកែច្នៃអញ្ចឹងអាហារកែច្នៃជាជម្រើសអាហាររហ័សទាន់ចិត្តហើយងាយស្រួលមានដូចជាមីកញ្ចប់នំកញ្ចប់ hot dog បើតាមលោក Radi Tesdi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវិទ្យាសាស្ត្រ Harvard គាត់បានលើកឡើងថាសម្រាប់អាហារកែច្នៃមានជាតិស្ករអំបិលនិងជាតិខ្លាញ់លើសកម្រិតជាកត្តាបង្កការរលាកបញ្ហាខួរក្បាលនិងជាហេតុអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមយ៉ាងរហ័សជំនួសមកវិញអ្នកចូលចិត្តញ៉ាំអាហារធ្វើដោយខ្លួនឯងជាមួយនឹងបន្លែស្រស់ៗហូបផ្លែឈើត្រីសុទ្ធនិងគ្រាប់ធញ្ញជាតិបន្តិចក៏ល្អដល់រូបរាងកាយនិងកលៀនផងដែរអូខេអញ្ចឹងយើងត្រូវតែយើងគួរកាត់បន្ថយញ៉ាំរបស់ប្រភេទកញ្ចប់ហ្នឹងជំនួសដោយការញ៉ាំផ្លែឈើត្រីសុទ្ធនិងគ្រាប់ធញ្ញជាតិវិញអូខេអញ្ចឹងចំពោះអាហារទី2គឺសាច់ដែលកែច្នៃអញ្ចឹងសាច់កែច្នៃដូចជាប្រហិត hot dog សាច់ក្រកសាច់ជ្រូកដែលគេកែច្នៃទុកយូរជារឿយៗត្រូវបានគេបរិភោគជាអាហារប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់កលៀនរបស់យើងផងដែរបើយោងតាមគេហទំព័រ WebMD បានចុះផ្សាយថាការប្រើប្រាស់សាច់កែច្នៃខ្ពស់មានបញ្ហាដល់កលៀនដំរីមកពីវាមានជាតិសូយ៉ូមនិងផូស្វ័រខ្ពស់ដែលបង្កើនដល់សម្ពាធឈាមហើយសាច់កែច្នៃក៏មានសារធាតុនីត្រាតនិងនីត្រេតេសបង្កបញ្ហាដល់កលៀនកាន់តែខ្លាំងអូខេអញ្ចឹងអ្នកគួរតែកាត់បន្ថយការញ៉ាំសាច់កែច្នៃអញ្ចឹងចំពោះទី2គឺគ្រាប់ធញ្ញជាតិវាសម្ដៅវាក៏ល្អប៉ុន្តែវាក៏មិនល្អដែរបើសិនបើយើងញ៉ាំវាលើសកម្រិតជាពិសេសគ្រាប់ធញ្ញជាតិដែលសម្បូរស្ករច្រើននិងសារធាតុបន្ថែមសិប្បនិម្មិតជាកត្តាជាហេតុផលអវិជ្ជមានដល់សុខភាពកលៀនអញ្ចឹងសម្រាប់គ្រាប់ធញ្ញជាតិបើសិនបើគ្រាប់ធញ្ញជាតិដែលមានស្ករច្រើនហើយសារធាតុទាំងអស់ហ្នឹងវាក៏បន្ថែមនៅរបស់សិប្បនិម្មិតផ្សេងៗដើម្បីវាទុកបានយូរហ្នឹងអញ្ចឹងអ្នកនរគ្នាគួរតែកាត់បន្ថយវាដែរកុំញ៉ាំវាច្រើនព្រោះថាជាតិស្ករលើសជាការរួមចំណែកដល់ការធាត់និងធន់នឹងអាំងស៊ូលីនជាកត្តាហានិភ័យសម្រាប់កលៀនរបស់យើងជំនួសមកវិញជាមួយនឹងគ្រាប់ធញ្ញជាតិគ្មានការលាយស្ករដូចជាគេគ្រាប់ almond អូខេអញ្ចឹងល្អអានេះគ្រាប់ហ្នឹងក៏ខ្ញុំញ៉ាំដែរគ្រាប់រីករាយគ្រាប់កាឡាក់គ្រាប់ walnut និងសណ្តែកដីសុទ្ធតែផ្ដល់ជាតិសរសៃវីតាមីននិងសារធាតុរ៉ែដើម្បីរក្សាមុខងារតម្រងនោមឲ្យមានសុខភាពល្អអូខេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែញ៉ាំភេទគ្រាប់ធញ្ញជាតិបែបពួក almond វិញអូខេអញ្ចឹងចំពោះទី4គឺភេសជ្ជៈគ្រឿងកំប៉ុងផ្អែមអានេះបើសិនបើតាមក្រសួងដូចជាសាលារៀនអីក៏គេបានណែនាំដល់សិស្សានុសិស្សក្មេងៗកុំឲ្យញ៉ាំអានឹងច្រើនដែរដោយសារភេសជ្ជៈគ្រឿងកំប៉ុងផ្អែមនិងនំដូណាត់ដែលមានជាតិស្ករខ្លាញ់មិនល្អនិងកាបូនអ៊ីដ្រាតលើសកម្រិតវាបណ្ដាលឲ្យរាងកាយយើងកើនឡើងជាតិស្ករក្នុងឈាមរួមចំណែកដល់ការធាត់និងធ្វើឲ្យខូចព្រលានរបស់យើងដែលអត់ដឹងខ្លួនផងដែរអញ្ចឹងបើគិតពីសុខភាពព្រលានអ្នកគួរតែហូបអាហារពេលព្រឹកហូបផ្លែបឺផ្លែប៉ោមនិងទឹកដូងដើម្បីជួយថែរក្សាសុខភាពព្រលានយើងឲ្យបានល្អបាទអញ្ចឹងនេះគឺជាអាហារទាំង4ដែលយើងគួរជៀសវាងដើម្បីឲ្យកាត់បន្ថយភាពខូចនៃកលៀនរបស់យើងឬក៏ការចុះខ្សោយនៃកលៀនរបស់យើងបាទអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅអត្ថបទបន្ទាប់សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កាន់អត្ថបទសុខភាពបន្តទៀតអញ្ចឹងអត្ថបទសុខភាពខ្ញុំថ្ងៃនេះខ្ញុំលើកយកទម្លាប់ចំនួន4នៅពេលដែលអ្នកអនុវត្តហើយវាអាចធ្វើឲ្យអ្នកខូចទាំងស្បូនឬក៏អាចមានបញ្ហាដល់កលៀន
អញ្ចឹងថាតើទម្លាប់ទាំង4ហ្នឹងវាមានអីខ្លះហើយទម្លាប់ទាំង4ហ្នឹងអ្នកគួរតែជៀសវាងអូខេអញ្ចឹងសម្រាប់ទី1គឺការញ៉ាំអាហារប្រៃមិនថាម្ហូបអាហារអ្វីនោះទេដែលមានរសជាតិដិតខ្លាំងប្រៃខ្លាំងផ្អែមខ្លាំងគឺងាយនឹងបង្កជាគ្រោះថ្នាក់ដល់សុខភាពតម្រងនោមខ្លាំងបំផុតដំណងរោមមិនចូលចិត្តអាហារដែលមានជាតិប្រៃនោះទេព្រោះវាអាចធ្វើឲ្យគេស្លាប់ខូចលែងដំណើរការបានដូច្នេះបើជាស្ត្រីដែលចូលចិត្តអាហារប្រៃញ៉ាំរាល់ថ្ងៃសូមប្រយ័ត្នឲ្យមែនទែនសូម្បីតែទ្វារមាសក៏ប៉ះពាល់ដែរវាអាចចេញជារោគសញ្ញាដូចជារលាករមាស់ធ្លាក់សរ៉ាំរ៉ៃប្រឈមនឹងជំងឺគ្រោះថ្នាក់នៅពេលក្រោយដូចជាមហារីកស្បូនជាដើមអញ្ចឹងអ្នកគួរតែជៀសវាងនៃការញ៉ាំប្រៃអូខេអញ្ចឹងចំពោះទម្លាប់ទី2គឺមានថាយើងអត់សូវខ្វល់ខ្វាយជាមួយសុខភាពស្បូនរបស់យើងមានន័យថាទោះមានសញ្ញាបង្ហាញបែបណាក៏ដោយមានថាយើងអត់ខ្វល់យើងអត់យកចិត្តទុកដាក់អញ្ចឹងនៅពេលដែលអ្នកអត់ខ្វល់ពីជំងឺទាំងអស់ហ្នឹងអត់ខ្វល់ពីវាអញ្ចឹងវាក៏បើនិយាយសាមញ្ញទៅវាគឺអត់ខ្វល់ពីយើងដូចគ្នាហើយបើនិយាយពីអនាម័យនៅតំបន់ទ្វារមាសវិញគឺមិនដឹងទាល់តែសោះមានន័យថាចូលចិត្តធ្វើអ្វីតាមគេអញ្ចឹងនៅពេលដែលចូលចិត្តធ្វើអ្វីតាមគេមានថាយើងអត់បានពិគ្រោះជាមួយនឹងវិជ្ជបញ្ជាអីច្បាស់លាស់អញ្ចឹងហ្នឹងក៏ជាបញ្ហារបស់យើងផងដែរអញ្ចឹងចំណុចទាំងអស់នេះហើយសុទ្ធសឹងតែជាទម្លាប់អាក្រក់បំផុតហើយវានឹងទៅបំផ្លាញស្បូនអ្នកឲ្យមានបញ្ហាដូចជាមានគិសដៃស្បូនមហារីកស្បូនធ្លាក់សធំក្លិនឆ្អាបជាដើមសញ្ញាទាំងអស់នេះហើយគឺសុទ្ធសឹងតែជាសញ្ញាដែលបង្ហាញថាវាគ្រោះថ្នាក់បើយើងមិនបានព្យាបាលបានត្រឹមត្រូវនោះទេអញ្ចឹងនៅពេលដែលអ្នកមានបញ្ហាទាក់ទងមាត់ស្បូននេះអ្នកទាំងអស់គ្នាគួរតែពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតដែលគាត់មានជំនាញខាងហ្នឹងកុំទុកវាចោលឲ្យសោះហើយមួយទៀតយើងមិនសូវអើពើជាមួយនឹងជំងឺលើសឈាមគឺជាមូលហេតុចម្បងធំមួយធ្វើឲ្យអ្នកប្រឈមជាមួយនឹងជំងឺតម្រងនោមព្រោះកាលណាសម្ពាធឈាមយើងឡើងខ្ពស់វាធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមក្នុងតម្រងនោមហើយធ្វើឲ្យតម្រងនោមរបស់យើងខ្សោយមុខងារក្នុងការច្រោះជាតិពុលកាកសំណល់ចេញពីរាងកាយរបស់យើងដូច្នេះយើងត្រូវប្រុងប្រយ័ត្នជាមួយនឹងជំងឺលើសឈាមជានិច្ចយើងត្រូវឧស្សាហ៍ពិនិត្យមើលដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រងវាអញ្ចឹងចំពោះទម្លាប់ទី4ដែលអ្នកទាំងអស់គ្នាគួរជៀសវាងហើយខ្ញុំគិតថាអាចធ្វើបានគឺការប្រើប្រាស់គ្រឿងស្រវឹងលើកំណត់ការផឹកគ្រឿងស្រវឹងលើកំណត់គឺអាចប្រឈមនឹងប៉ះពាល់ដល់សុខភាពតម្រងនោមរបស់យើងស្រាគឺអាចធ្វើឲ្យអ្នកប្រឈមខាសជាតិទឹកនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់តម្រងនោមដូច្នេះសូមពិសាស្រាដោយការប្រុងប្រយ័ត្ននិងទទួលខុសត្រូវអញ្ចឹងខ្ញុំសង្ឃឹមថាទម្លាប់ទាំង4នេះអ្នកទាំងអស់គ្នាអាចធ្វើបានហើយវាអាចធ្វើឲ្យសុខភាពរបស់យើងមានសុខភាពល្អផងដែរអូខេអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងទេហើយអត្ថបទនេះខ្ញុំដកសំពី Healthy Cambodia បាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកភេសជ្ជៈមួយនៅពេលដែលអ្នកគ្នាផឹកពេលព្រឹកវាអាចជួយបន្សាបជាតិពុលក្នុងថ្លើមរបស់យើងហើយក៏អាចឲ្យយើងស្លាប់គីឡូផងដែរអញ្ចឹងគឺវាល្អសម្រាប់សុខភាពអញ្ចឹងប្រភេទភេសជ្ជៈហ្នឹងគឺក្រូចឆ្មាត្រូវបានគេដឹងថាជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាក៏ជាផ្លែឈើមួយដែលអាចជួយការពារសុខភាពសរសៃឈាមបេះដូងយើងផងដែរអញ្ចឹងយោងតាមគេហទំព័រ Healthin ការលាយជាតិស្ករធ្វើឲ្យឡើងគីឡូលឿនព្រោះស្ករមានកាឡូរីច្រើនផ្ទុយទៅវិញការលាយអំបិលជាមួយក្រូចឆ្មាផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពអញ្ចឹងជាពិសេសនៅពេលដែលយើងផឹកពេលព្រឹកវាបានផ្ដល់អត្ថប្រយោជន៍ដល់យើងជាច្រើនដូចជាអញ្ចឹងទី1វាជួយសម្អាតពោះវៀនធំរបស់យើងទឹកអំបិលក្រូចឆ្មាមានផ្ទុកសារជាតិដែលជួយបញ្ចេញទឹករំលាយអាហារសម្អាតពោះវៀននិងកាត់បន្ថយការទល់លាមកហើយវាអាចឲ្យអ្នកហើយយើងអាចលាយទឹកមួយកែវជាមួយនឹងអំបិលបន្តិចហើយបន្ថែមក្រូចឆ្មាស្រស់លើសពីនេះ
ការបន្ថែមខ្ញីនៅក្នុងទឹកអំបិលក្រូចឆ្មាក៏ជួយដល់ដំណើរការក្រពះផងដែរអញ្ចឹងទី1វាជួយសម្អាតពោះវៀនធំអញ្ចឹងអត្ថប្រយោជន៍ទី2គឺវាជាជំនួយដល់ស្បែកអញ្ចឹងការបន្ថែមទឹកក្រូចឆ្មានិងអំបិលបន្តិចនៅក្នុងទឹកនឹងជួយបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសុខភាពស្បែកវីតាមីន C នៅក្នុងក្រូចឆ្មាមានតួនាទីសំខាន់ក្នុងការផលិត collagen នៅក្នុងស្បែកហើយវាជួយបញ្ហាស្បែកពន្យាភាពចាស់ផងដែរហើយវាធ្វើឲ្យស្បែកយើងភ្លឺថ្លាម៉ត់រលោងអញ្ចឹងសម្រាប់អត្ថប្រយោជន៍ទី3គឺវាជួយបន្សាបជាតិពុលក្នុងថ្លើមទឹកអំបិលក្រូចឆ្មាមានឥទ្ធិពលប្រឆាំងបាក់តេរីជួយបន្សាបជាតិពុលក្នុងថ្លើមនិងបង្កើនបរិមាណអង់ស៊ីមមានប្រយោជន៍ក្នុងរាងកាយទឹកអំបិលក្រូចឆ្មាមានអាស៊ីតអាមីណូជាច្រើនដែលជួយកម្ចាត់បាក់តេរីចេញពីរាងកាយបង្កើនសមត្ថភាពថ្លើមក្នុងការបន្សាបជាតិពុលហើយវាធ្វើឲ្យមុខងារថ្លើមប្រសើរឡើងវិញអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ទី3អញ្ចឹងសម្រាប់អត្ថប្រយោជន៍ទី4គឺវាជំនួយដល់ការសម្រកទម្ងន់អ្នកដែលចង់សម្រកទម្ងន់អាចផឹកទឹកក្រូចឆ្មាមួយកែវជារៀងរាល់ថ្ងៃក្រូចឆ្មាមានជាតិសរសៃពេកទីនដែលជួយបង្កើនអារម្មណ៍ឆ្អែតបាយបានយូរហើយកាត់បន្ថយការឃ្លាននិងជួយសម្រកទម្ងន់លើសពីនេះទៀតក្រូចឆ្មាក៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើសនិងមានប្រយោជន៍ដល់ប្រយោជន៍សម្រាប់ការរក្សារាងឲ្យនៅ slim ផងដែរអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ទី4អញ្ចឹងអត្ថប្រយោជន៍មួយទៀតគឺវាបំបត្តិការឈឺបំពង់កការផឹកទឹកក្រូចឆ្មាក្តៅមួយកែវនិងទឹកអំបិលនៅពេលព្រឹកនឹងជួយសម្រួលដល់អាការៈឈឺបំពង់កដ៏មានប្រសិទ្ធភាពសាក្រូចឆ្មានិងអំបិលមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីបន្ធូរអារម្មណ៍ប្រឆាំងនឹងការរលាកបំពង់កនឹងកាន់តែមានសុខភាពល្អហើយលែងហើមឬឈឺចាប់ទៀតហើយប៉ុន្តែយើងក៏មានចំណុចមួយដែលគួរឲ្យចងចាំផងដែរក្រូចឆ្មាវាមានរសជាតិជូរនិងមានភាពត្រជាក់ដូច្នេះសម្រាប់អ្នកដែលមានធាតុត្រជាក់និងត្រជាក់ពីខាងក្នុងឬមានអារម្មណ៍អស់កម្លាំងគួរតែកំណត់ការទទួលទានទឹកក្រូចឆ្មាឲ្យបានត្រឹមត្រូវព្រោះភេសជ្ជៈនេះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរលើសពីនេះទៅទៀតក្រូចឆ្មាមានផ្ទុកជាតិអាស៊ីតច្រើនប្រសិនបើអ្នកផឹកច្រើនឬផឹកទឹកក្រូចឆ្មាដែលមានកំហាប់វានឹងធ្វើឲ្យដំបៅក្រពះនិងដំបៅពោះវៀនការផឹកទឹកក្រូចឆ្មានៅពេលព្រឹកគឺល្អសម្រាប់រាងកាយប៉ុន្តែអ្នកមិនគួរផឹកវានៅពេលពោះអ្នកទទេទេមានន័យថាយើងមិនទាន់ញ៉ាំអីយើងញ៉ាំវាអាចមានបញ្ហាវាអាចបង្កជាជំងឺក្រពះអីផ្សេងៗអញ្ចឹងទៅអូខេអញ្ចឹងពេលធ្វើទឹកក្រូចឆ្មានិងទឹកអំបិលអ្នកគួរប្រើតែក្រូចឆ្មាក្នុងបរិមាណល្មមនិងអំបិលបន្តិចក្រូចឆ្មានិងអំបិលច្រើនពេកអាចបំផ្លាញបំពង់អាហារនិងស្រទាប់ក្រពះអូខេអញ្ចឹងអរគុណអ្នកគ្នាអត្ថបទថ្ងៃនេះគឺខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេហើយអត្ថបទនេះខ្ញុំដកស្រង់ចេញពី Hasi Cambodia ជំរាបសួរប្រិយមិត្តម្ដងគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃហ្នឹងខ្ញុំលើកយកអាហារពេលព្រឹកមួយចំនួននៅពេលដែលអ្នកញ៉ាំទៅវាអាចជួយកាត់បន្ថយជំងឺមហារីករបស់យើងបានអញ្ចឹងសម្រាប់អាហារពេលព្រឹកទី1ចូលអ្នកនរគ្នាញ៉ាំបន្លែឬក៏ភេទរុក្ខជាតិបន្លែឬក៏ភេទរុក្ខជាតិទាំងហ្នឹងវាអាចជួយការពារជំងឺមហារីកយើងបានអញ្ចឹងអាហារពេលព្រឹកវាមានជីវជាតិជួយផ្ដល់ឲ្យរាងកាយរបស់យើងនៅសារធាតុប្រឆាំងអុកស៊ីតកម្មវាមានជាតិសរសៃនិងវីតាមីនសំខាន់ហើយវាជួយការពារកោសិកាពីការខូចខាតដែលអាចកើតមានឡើងអញ្ចឹងអ្នកគួរតែហូបអាហារពេលព្រឹកជាមួយនឹងផ្លែបឺរផ្លែប៉ោមឬក៏ផ្លែចេកហើយខ្ញុំគិតថាប្រភេទផ្លែឈើទាំងអស់ហ្នឹងវាមានតម្លៃសមរម្យហើយងាយស្រួលរកទេនៅក្នុងកន្លែងអ្នកនរគ្នារស់នៅហើយអ្នកគួរតែញ៉ាំប្រភេទគ្រាប់ធញ្ញជាតិផងដែរអាហារពេលព្រឹកទាំងនេះវាសម្បូរដោយជាតិសរសៃមិនត្រឹមតែជួយដល់មីក្រូជីវសាស្ត្រពោះវៀនឲ្យមានសុខភាពល្អនោះទេថែមទាំងមានទូនាទីពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំនិងការពារជំងឺមហារីកផងដែរអញ្ចឹងចំពោះផ្លែឈើទី2ដែលអ្នកនរគ្នាគួរញ៉ាំនៅពេលព្រឹកផងដែរគឺផ្លែទទឹមយោងតាមគេហទំព័រសុខភាព health.com បានដឹងថាផ្លែទទឹមមានទូនាទីការពារឬព្យាបាលជំងឺមហារីកផ្សេងៗដូចជាប្រពេញប្រូស្តាតសដនសួតពោះវៀនធំនិងជំងឺមហារីកឈាមលើសពីនេះទៅទៀតផ្លែទទឹមមានជាតិសរសៃច្រើននិងសារធាតុប្រឆាំងអុកស៊ីតកម្ម
ជួយកាត់បន្ថយការរលាកដែលអាចធ្វើឲ្យប្រសើរឡើងនៅសុខភាពក្រពះពោះវៀនយើងផងដែរអញ្ចឹងចំពោះប្រភេទអាហារដែលយើងគួរញ៉ាំមួយទៀតនៅពេលព្រឹកគឺទឹកដូងខ្ចីមួយផ្លែការញ៉ាំផឹកទឹកដូងខ្ចីមួយផ្លែជួយការពារតម្រងនោមនិងមហារីកព្រោះវាមានសារធាតុចិញ្ចឹមជាច្រើនដូចជា B3 B7 B2 អូខេ acid folic calcium magnesium ជាតិណៃអញ្ចឹងអាហ្នឹងគឺសិតសឹងតែជាសារធាតុល្អសារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដូងហើយអ្វីដែលកាន់ពិសេសទៅទៀតនោះគឺវាមានផ្ទុកទៅដោយអរម៉ូននីត្រូហ្សែនដ៏សម្បូរបែបសូម្បីតែអ្នកជំនាញផ្នែកសុខភាពដែលមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកចាន់រិត Chris Allides បាននិយាយថាការផឹកទឹកដូងចន្លោះ3ទៅ5ដងក្នុងមួយអាទិត្យអាចជួយបង្ការកុំឲ្យអ្នកលើសឈាមកាត់បន្ថយហានិភ័យការកាំងបេះដូងនិងជំងឺមហារីកបាទអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្ណឹងទេជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកអត្ថប្រយោជន៍នៃការផឹកទឹកក្តៅនៅពេលព្រឹកវាអាចជួយអ្វីខ្លះទៅដល់សុខភាពរបស់យើងអញ្ចឹងចំពោះអត្ថប្រយោជន៍ទី1គឺការផឹកទឹកក្តៅឧណ្ហនៅពេលព្រឹកជួយឲ្យប្រព័ន្ធរំលាយអាហារយើងកាន់តែប្រសើរឡើងហើយការផឹកទឹកក្តៅឧណ្ហក៏ជួយបន្សាបជាតិពុលក្នុងរាងកាយដែលវាអាចធ្វើឲ្យស្បែកមានសុខភាពល្អនិងសម្រស់ក្មេងជាងវ័យផងដែរមួយវិញទៀតការផឹកទឹកក្តៅឧណ្ហជួយឲ្យចរន្តឈាមដើរបានស្រួលនៅពេញសារពាង្គកាយរបស់យើងដែលវាអាចជួយការពារនៃការដាច់សរសៃឈាមបេះដូងផងដែរអញ្ចឹងចំពោះអត្ថប្រយោជន៍ទី4គឺការផឹកទឹកក្តៅឧណ្ហជួយឲ្យយើងសម្រកទម្ងន់ការពារជំងឺធាត់ហើយធ្វើឲ្យរូបរាងយើងមានភាពស្អាតចំពោះអត្ថប្រយោជន៍ទី5គឺការផឹកទឹកក្តៅឧណ្ហជួយសម្រាលភាពតានតឹងនិងធ្វើឲ្យអារម្មណ៍យើងបានស្ងប់ស្ងាល់វាក៏អាចជួយឲ្យយើងគេងលក់ស្រួលផងដែរសម្រាប់ការផឹកទឹកក្តៅឧណ្ហទី6ការផឹកទឹកក្តៅឧណ្ហក៏ជួយប្រឆាំងនឹងជំងឺផ្ដាសាយសម្រាប់អត្ថប្រយោជន៍ទី7គឺការផឹកទឹកក្តៅឧណ្ហជួយឲ្យសុខភាពតម្រងនោមមានសុខភាពបានល្អហើយការផឹកទឹកក្តៅឧណ្ហក៏ជួយឲ្យប្រព័ន្ធសរសៃប្រសាទរបស់ខួរក្បាលយើងគិតបានលឿននិងធ្វើឲ្យខួរក្បាលយើងមានភាពស្ងប់ផងដែរចំពោះអត្ថប្រយោជន៍ចុងក្រោយការផឹកទឹកក្តៅឧណ្ហជួយថ្លើមបញ្ចេញជាតិពុលអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងព្យាយាមញ៉ាំទឹកក្តៅឧណ្ហឲ្យបានច្រើនដើម្បីការពារសុខភាពរបស់យើងឲ្យបានល្អអូខេអញ្ចឹងអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាជួបគ្នានៅអត្ថបទបន្ត